ស្វាគមន៍មកកាន់ចន្ទរា Academy មេរៀនថ្ងៃនេះនិយាយអំពីប្រមាណវិធីចែកបូធាជាមានបូធា x ស្វ័យគុណ3ដក3ការ៉េបូក 3x ដក1ចែក x ដក1ហើយយើងធ្វើវិធីចែកដូចនឹងចំនួនគត់ដែរដំបូងយើងមើលត្រង់នេះ x គុណនឹងអ្វីដើម្បីឲ្យវាស្មើ x ស្វ័យគុណ3ចឹងត្រង់នេះយើងត្រូវដាក់ x ការ៉េច្នេះ x ការ៉េយើងគុណបញ្ចូលទៅយើងបាន x ស្វ័យគុណ3 x ការ៉េគុណនឹងដក1បានដក x ការ៉េហើយចំពោះវិធីចែកត្រង់នេះយើងធ្វើវិធីដក x គីបដក x គីបគឺអស់ចំណែកដក x ការ៉េនេះប៉ះជាមួយសញ្ញាដកនេះទៅជាបូកអញ្ចឹងដក3បូក1ស្មើដក 2x ការ៉េតមកយើងតម្លាក់ខ្ទង់បន្ទាប់ 3x ហើយយើងគិតទៅទៀតថាដំណើរចែកយើងគឺ x នេះគុណនឹងអ្វីដើម្បីឲ្យវាស្មើនឹងដក 2x ការ៉េឆ្លើយបានអត់គឺយើងគុណនឹងដក 2x អញ្ចឹងយើងថែមដក 2x យើងគុណពលាតមកយើងបានដក 2x ហើយដក2នេះគុណដក1បានបូកវិញបូក 2x ហើយយើងធ្វើវិធីដកដូចក្នុងចំនួនគត់ x ការ៉េគឺដូចគ្នាវាដកគ្នាអស់ 3x ដក 2x ស្មើប្រមាណដែរគឺស្មើ x ដក1ហើយត្រង់នេះរៀងងាយបន្តិចដោយសារ x ដក1ហើយចម្លើយនេះគឺ x ដក1អញ្ចឹងយើងថែមបាន1អញ្ចឹងយើងគុណមកគឺបាន x ដក1ដូចគ្នាហើយសំណល់វា0ដូច្នេះលទ្ធផលវាស្មើនឹង x ការ៉េដក 2x បូក1តទៅទៀតលោកគ្រូមានលំហាត់គំរូសម្រាប់ពួកយើងសាកល្បងធ្វើទាំងអស់គ្នា